នេះគឺជា timer 24 ម៉ោង model របស់វាគឺ KG316T power input របស់វាគឺ 220V 50A ហើយ range របស់វាអាចបូកដក 15%ណាភ្លើងអាចឡើងលើសពី 220V ឬអាចចុះក្រោម 220V ចន្លោះពីបូកដក 15%output របស់វាគឺ 220V ចេញហើយចរន្តដែលអាចឆ្លងកាត់គឺ 25A អានេះគឺ terminal របស់វាគឺភ្លើងចូល fan node អានេះគឺជើងសម្រាប់ទៅ load ដែលយើងយកទៅប្រើដល់យើង setting load on off តាមម៉ោងតាមពេលយើងចង់បានអញ្ចឹងជាដំបូងដើម្បី setting ទីមួយយើងត្រូវសេរីម៉ោងជាក់ស្ដែងរបស់វានេះឲ្យត្រូវជាមួយនឹងម៉ោងសកលដោយសារតែម៉ោងសកលយើងឥឡូវគឺម៉ោង10ចឹងខ្ញុំត្រូវ setting ម៉ោងសិនដើម្បី setting ម៉ោងបានទី1យើងត្រូវចុច hold អានេះឲ្យជាប់ hold ដល់ប៊ូតុងម៉ោងនេះជាប់បន្តមកទៀតយើងអង្គិលម៉ោងឡើងទៅនេះចុចអាប់ម៉ោងអានេះគឺថ្ងៃអានេះគឺម៉ោងអានេះគឺនាទីអញ្ចឹងយើងចុច hold អាម៉ោងនេះជាប់ទៅហើយយើងអង្គិលទៅអូខេឥឡូវម៉ោង12ចឹងយើងសិតម៉ោងឲ្យត្រូវជាមួយនឹងម៉ោងជាក់ស្ដែងយើងសិនទៅអូខេម៉ោង12ហើយថ្ងៃគឺថ្ងៃពហុឥឡូវថ្ងៃសុក្រចឹងយើងដូរថ្ងៃចុចអាហ្នឹងឲ្យជាប់ដែរដូរថ្ងៃចុចនេះច័ន្ទគៀពុធពហុអូខេបន្តមកទៀតយើងត្រូវកំណត់ on off ទៅ load មានថាឥឡូវខ្ញុំចង់ឲ្យ load របស់ខ្ញុំនេះគឺដំណើរការវាត្រូវចាប់ដើមធ្វើការគឺនៅម៉ោង6ព្រឹកចាប់ដើម on ហើយវាត្រូវបិទវិញម៉ោង6ល្ងាចអូខេអញ្ចឹងយើងអាចដើម្បី setting step គឺយើងចូល Shopee នេះមកតមកទៀតយើងឃើញមាន channel 1 on channel 1 on អញ្ចឹងគឺ on យើងអាចរែងទៅដល់ម៉ោង7ឬម៉ោងប៉ុន្មានអូខេឥឡូវខ្ញុំកើទៅម៉ោង6អញ្ចឹងម៉ោង6 on ហើយថ្ងៃយើងពីច័ន្ទដល់អាទិត្យអូខេតោះមកយើងចុច off វិញអញ្ចឹងចុចអក្សរ P នេះទៅវាកើទៅ channel ទី1ប៉ុន្តែ off បិទវិញនៅម៉ោងប៉ុន្មានអញ្ចឹងបិទវិញនៅម៉ោង 19:00 អញ្ចឹង timer របស់វាគឺវានឹងដំណើរការរៀងរាល់ថ្ងៃឲ្យតែចាប់ផ្ដើមពីម៉ោង6ព្រឹកទៅវាត្រូវអាចជើង load ទៅត្រូវមានភ្លើងចេញហើយវាត្រូវបិទវិញនៅម៉ោង 19 អូខេអញ្ចឹងអាច channel របស់វានេះ model នេះគឺវាមាន28 on off អញ្ចឹង28យើងអាច setting បានច្រើនតាមដែលយើងចង់បានអូខេជាខ្ញុំប្រើតែមួយ channel ទេគឺ on ម៉ោង6ហើយ off វិញម៉ោង10 9អូខេជាយើងចូលម៉ោងទៅបង្ហាញម៉ោងធម្មតាវិញទៅតមកទៀតអាប៊ូតុងក្រហមនេះគឺជា mode សម្រាប់យើង select មានន័យថាបើសិនយើងយក auto គឺវានឹង follow តាមម៉ោងដែលយើង setting មិញនេះប៉ុន្តែបើយើងយក off មានន័យថាវាអត់ខ្វល់ទេគឺដឹងតែបិទ output នេះចោលអត់ឲ្យចេញទេករណីយើងចុច on មានន័យថាអត់មើលម៉ោងនេះគឺចុច on ពេលណាគឺ output នឹងចេញពេលហ្នឹងអញ្ចឹងជាធម្មតាយើងត្រូវចុចauto ហើយយើងចុច lock វាកុំឲ្យពីណាប៉ះពាល់អញ្ចឹងយើងចុចប៊ូតុងម៉ោងនេះ4ដងទៅវា lock ពេល lock ឃើញអក្សរ A អញ្ចឹងទោះបីយើងចុចមិនក៏វាអត់ដើរដែរអូខេតោះយើងដោះ lock វិញគឺ4ដងវិញបាទតើបាត់អក្សរ A បានយើងអាចកែ setting ផ្សេងអូខេ lock